បាទសួស្តីបងប្អូនថ្ងៃនេះខ្ញុំបង្ហាញអំពីរបៀបនៃការលុបមុននៅលើមុខដើម្បីឲ្យបងប្អូនអស់ចម្ងល់ជាទូទៅយើងប្រើ tool មួយនេះឧបករណ៍មួយនេះដើម្បីលុបសម្អាតនៅលើផ្ទៃមុខដែលមានស្នាមប្រឡាក់ណាអញ្ចឹងឧបករណ៍ទាំងអស់នេះយើងអាចប្រើបានទាំងអស់ណាឥឡូវខ្ញុំបង្ហាញបងប្អូនទាក់ទងនឹងការប្រើប្រាស់នេះ Healing Brush Tool មួយហ្នឹងបាទអូខេខាងលើនេះក៏បានតែខ្ញុំទៅលក់ប្រើមួយនេះអូខេចឹងបងស៊ូមឲ្យធំតិចមកនេះរូបហ្នឹងណាយើងចុច Alt ឲ្យជាប់ហើយយកម៉ៅមកញីនេះញីបើស្មើ copy ម្ដុំហ្នឹងណាឬហើយយើងយកមកផាត់នៅលើនេះអា brush នេះអានេះវាតូចយើងដើម្បីវាធំបងប្អូនចុច Alt ឲ្យជាប់ហើយចុចម៉ៅស្ដាំ right click ណាចុចទៅឆ្វេងទៅស្ដាំមកអានឹងវារីករួមណារីករួមប៉ុន្តែអាទំហំប្រាស់នោះវារៀងដិតណាអញ្ចឹងបងប្អូនចុចទៅលើទៅក្រោមមកនេះចុចអានឹងទៅលើទៅក្រោមមកគឺវានេះណាអាប្រាស់ហ្នឹងវាប្រាប់វាបង្ហាញយើងចង់ដិតខ្លាំងឬព្រាអញ្ចឹងទៅណាបងនេះតែបើបរិបរួមនេះគឺទាញទៅឆ្វេងទៅស្ដាំណាតែបងប្អូនចុចអាល់ឲ្យជាប់ណាចុចអាល់ឲ្យជាប់ទាញទៅឆ្វេងទៅស្ដាំអាប្រាស់នោះវារីករួមហើយតែបើទៅលើទៅក្រោមបានន័យថាកម្រាស់នៃអា brush ដែលយើងយកមកលុបវាដិតខ្លាំងអីប៉ុណ្ណឹងមកថាប៉ុណ្ណឹងទៅណាអូខេលែងទៅអានេះធំអញ្ចឹងយើងទាញចុចអាល់ហើយទៅឆ្វេងទៅស្ដាំរីករួមមកថាប៉ុណ្ណឹងយកប៉ុណ្ណឹងណាអូខេអញ្ចឹងអាល់ copy មកបងចុចមកលុបនេះឃើញឃើញបាត់ទេដូចគ្នាចុចអាល់ញីកន្លែងនេះក្បែរហ្នឹងហើយបងយកមកលុបឃើញឃើញស្អាតទេដូចគ្នាក្បែរហ្នឹងទៅបានហើយអត់ឆ្ងាយទេណាចុច Alt យកមកលុបណាយើងយកមកដាក់នៅលើអាស្នាមប្រឡាក់ហ្នឹងទៅក្បែរហ្នឹងអូនណាចុច copy ប្រហែលមកនេះឃើញទេអូខេនេះដូចគ្នាណាឃើញបានទេទាញកុំបងប្អូនកុំ copy ឆ្ងាយវិញនៅក្បែរហ្នឹងបានទេបានតែយើង copy ច្រឡងសាច់ color នៅក្បែរហ្នឹងដើម្បីយកមក clone ពីលើហ្នឹងបាទអូខេយ៉ា copy ច្រឡងណា copy ច្រឡងតាមនេះឃើញទេហើយបងអូនស៊ូមរួចឲ្យធំដើម្បីស្រួលមើលណាអូខេនេះប៉ណ្ណឹងទៅឃើញទេយើងលុបប៉ណ្ណឹងឃើញអត់អញ្ចឹងអស់ហើយបាត់នេះកន្លែងនេះណាស្អាតចាស់ហើយកន្លែងពលឺនេះសេរីបន្តិចមកបងចុចហុំវារៀងមកសាច់រៀងក្រហមដាក់ feeder ឲ្យធំតិចមក35នេះចុចអក្សរ L ណា control អក្សរ L ទាញបន្តិចមកអូខេបានទេប៉ុណ្ណឹងឃើញទេបាត់អស់ស្អាតចាស់យើងអាចបើករូបថ្មីមកដើម្បីទៀងទាត់យើងបើករូបដើមរបស់គាត់ដើម្បីធ្វើការប្រៀបធៀបអានេះរូបដើមអានេះរូបយើងលុបមិញណាឃើញទេអញ្ចឹងងាយអត់មានប្រើឧបករណ៍ជំនួយទេគឺយើងប្រើ tool មួយនេះណាHealing Brush Tool ណាបងប្រើមួយនេះក៏បាននេះអាមួយនេះខាងក្រោមហ្នឹងខ្ញុំឧទាហរណ៍នេះmình chẹo cô hôm giờ là một cô sẽ lại chẳng hết những chạm tiền mà đặt cả bài này cái đấy cứ ban đấy cái nè ban được cái nè chẳng một món cật tháp pra mùi nào số pra mùi đồng tờ nhưng tiền chẳng nói đặt bài nâng anh ấy cô chẳng mất nhưng đặt cả bài nâng bao giờ về riêng lớn tham để điểm cái đấy và thấy những pra mùi này mình những cật thà anh nghĩ thôi thì pin ít rồi đó nhì nè nhì cho áo nhì cho lon lại nữa cho bạn đặt cái đấy hay tầm hôm pra một bị đúng mất đôi nhom prap một nó cứ cho áo là chúa right click á mai thằng sẽ đám tiền bờ tiền từ lơ từ cáo mà nơi về bị rúm việc prap vì tầm hôm pra sẽ đàn cả chẳng nữa tại bờ từ chơi từ sẽ đám cứ bị rúm
ហ្នឹងណារីករូមហើយនឹងតែមួយទៀតបងប្អូនអាចម៉ៅស្ដាំ right click មកបងប្អូនក៏ឃើញនេះវាចេញមកអញ្ចឹងបងប្អូនទាញរូមតាមហ្នឹងក៏បានដែរនេះឃើញទេទំហំរបស់អាប្រាក់ដែលយើងយកមកលុបណាហ្នឹងហើយម៉ៅស្ដាំក៏បានតែតើបងប្អូនចុចយកអា tool មួយនេះសិនណាម៉ៅស្ដាំមកបានអាចចេញអាហ្នឹងនេះហើយយើងច្រឡំមកតែកុំធំពេកបងចុចល្មមឯងអាឡើយញីក្បែរហ្នឹងទៅណាឃើញទេអាហ្នឹងខ្ញុំឧទាហរណ៍អញ្ចឹងអានេះរូបដើមអានេះរូបដែលយើងសម្អាតមិញកែវិញអញ្ចឹងរូបយើងកែតិចទេស្អាតហើយអូខេមួយនេះដូចគ្នាបងប្អូនណាប្រើនេះរូបគាត់នេះចុចកន្លែងនេះមកនេះបងប្អូនឃើញទេឃើញទេឃើញបាត់ដែរគឺវាលុបស្មើហ្មងវា clone ឲ្យយើងគឺស្មើហើយបងស៊ូមរូបស៊ូមឲ្យអស់ចឹងហើយយើងមើលចឹងទេបាទនេះយើងគប់វាច្រឡងតំបន់ហ្នឹងក្បែរហ្នឹងមកដាក់កន្លែងហ្នឹងឃើញទេអញ្ចឹងវាមិនដូចវាមានអីខុសឃើញទេយើងស្ទើរតែមើលមិនដឹងពេលដែលយើងធ្វើរួចណាឃើញទេលុបតិចនេះមកស្នាមកន្លែងហ្នឹងមើលទេបាត់ស្មើល្អទេអូខេនេះដូចគ្នាគប់ពីក្បែរហ្នឹងយកមក clone ច្រឡងដាក់ក្បែរគ្នាហ្នឹងអត់ទៅឆ្ងាយទេអានេះរបៀបលុបលុបមុនស្នាមប្រឡាក់អីចឹងទៅណាបងប្អូនអាចលុបបានឃើញទេនេះណាចឹងគឺថាបងប្អូនអាចយល់បានហើយអាចធ្វើបានដូចជាមិនពិបាកទេធូរមួយនឹងស្រួលប្រើទេដូចខ្ញុំបញ្ជាក់បងប្អូនពីខាងដើមចឹងគឺច្រឡងក្បែរហ្នឹងមកនេះច្រឡងប្រាស់មកល្មមណាពីក្បែរហ្នឹងហើយបងប្អូនមើលទៅឃើញទេឃើញស្អាតទេនេះឥឡូវខ្ញុំមកគ្រាប់មុនមកគ្រាប់ញីក្បែរនេះចុចអាល់ជាប់ញីមកឃើញទេឃើញលទ្ធផលទេស្អាតចាស់ណាអូខេអញ្ចឹងមានតែប៉ុណ្្នឹងបងប្អូនណាអាចសារវីដេអូមើលហើយសាកល្បងធ្វើមើលអាចធ្វើបានទេអានេះរូបដើមមានមុនហើយនេះរូបដែលយើងសម្អាតបែបមិញណាអញ្ចឹងមានប៉ុណ្្នឹង